บอดติมปาร์บอallergy คือมีจะนองเจียงทาปรุมลิคัดได้บอดนี้ได้คือกดมันแมนเมามันไอเด็กคือกดฟิตจมูกหนึ่งเตปิสัตของได้ so yeah ปรุมลิคัดบ้านในครงบอดนี้จึงจองเดินทางก่อนใหญ่ไอ้คลายืนแต่ตันมันตัวสนัดดับตั้งออกเนี่ยโอเค yeahบนมือชีวิตก็เนยแต่มันบ้านแต่ในเปลี่ยนฝืนบ้านมือตันชีวิตโดนเตะรับรถเตียนวิสนายังเขาขณีเบี้ยมาบ้านยังตั้งแต่มึงเรียนก็เมื่องี้นะครอทำเตะไอ้เนี่ยเมียนก็เมื่องี้เนี่ยครออาจធ្វើផ្ទះឲ្យអ្នកមាន so yeah ពាក្យនេះគឺ logic មែនតើឬ make sense មែនតើបាទនៅពេលដែលខ្ញុំឃើញពាក្យហ្នឹងគឺខ្ញុំនឹកឃើញដល់ពាក្យរបស់លោកឯកឧត្តមម៉ុងរិទ្ធីដែលគាត់ធ្លាប់និយាយថាកុំមើលរំលងអ្នកក្រព្រោះគាត់មិនដែលឃើញអ្នកមានសែងខ្មោចឲ្យអ្នកមានទេបាទអញ្ចឹងពាក្យហ្នឹងគឺវាគឺជា like ឧទាហរណ៍មួយដ៏ logic មែនតើគឺវា make sense មែនតើវាសមហេតុសមផលមែនតើបាទអញ្ចឹង yeah យើងមិនដែលឃើញអ្នកមានណាទៅធ្វើផ្ទះឲ្យអ្នកមានទេបាទអូខេតទៀតកុំមើលខ្លួនឯងមានវាសនាជាងអ្នកផ្សេង yeah អ្នកខ្លះសុំមកรู้ធ្វើការបានได้ហូបហើយនឹងគេងតែយើងមានសំណាងមានប៉ាមកមើលថែតាំងពីក្មេងអ្នកខ្លះគ្មានសំណាងកំព្រាវេទនាជីវិតវង្វេង yeah បាទអ្នកនរគ្នាបាទនិយាយពីព្រំលិខិតគឺវាខុសគ្នាបាទអញ្ចឹងជីវិតរបស់អ្នកខ្លះគឺគាត់មានឪពុកម្ដាយមើលថែបាទចិញ្ចឹមបីបាត់ផ្ដល់ភាពកក់ក្ដៅតាំងពីក្មេងប៉ុន្តែអ្នកខ្លះទៀតក៏គាត់កំព្រាតាំងពីក្មេងគាត់ខ្វះភាពកក់ក្ដៅគាត់ like បាទវង្វេងជីវិតរបស់គាត់បាទខ្វះគេហៅថាខ្វះមេបាណាបាទអញ្ចឹងវាពិតជាខុសគ្នាមែនទែនអញ្ចឹងការប្រើជីវិតនឹងក៏វាខុសគ្នាមកដែរបាទអញ្ចឹងការយល់ដឹងពីសង្គមក៏វាខុសគ្នាចំណេះដឹងពាក់ព័ន្ធចំណេះដឹងក៏វាខុសគ្នាបាទអញ្ចឹងបាទខុសគ្នាមែនតើអូខេតទៀតវេទនាជីវិតវង្វេងព្រមលិខិតជាណាជាអ្នកបង្កើតទុកសោកក្រនត្រឹមបាយបាទព្រមលិខិតជាអ្នកណាជាអ្នកកំណត់ទុកសោកជាអ្នកបង្កើតទុកសោកអញ្ចឹងយ៉ាបាទបើនិយាយទៅខ្ញុំគិតថាយើងឆ្លើយអត់ចេញទេព្រមលិខិតគឺជាអ្នកណាខ្ញុំគិតថាដូចអត់មានអ្នកណាស្គាល់ទេអ្វីដែលយើងត្រូវស្គាល់ហ្នឹងគឺយើងស្គាល់តែខ្លួនឯងទេបាទយើងត្រូវដឹងថាខ្លួនឯងជាអ្នកណាយើងស្ថិតនៅក្នុងស្ថានភាពណានៅក្នុងកម្រិតណាបាទអញ្ចឹងយើងមាន like អ្វីគ្រប់យ៉ាងគឺចេញពីខ្លួនយើងទេបាទគឺយើងជាអ្នកកំណត់ព្រំលិខិតឬក៏ព្រំលិខិតជាអ្នកកំណត់ឲ្យយើងឥឡូវយ៉ាបាទឥឡូវវាជាចង្វល់មួយបាទប៉ុន្តែខ្ញុំគិតថាគឺយើងទេជាអ្នកកំណត់ព្រំលិខិតយើងទេជាអ្នកកំណត់វាសនាខ្លួនឯងអញ្ចឹងណាបាទអូខេតទៀតក្រនត្រឹមបាយ3ពេលអ្នកខ្លាញ់ថាជាជនឆោបោកស្បែកជាងមកគូដូចគ្នាខំតាំងតែមួយថ្លៃមួយថោកអ្នកខ្លាញ់ជីវិតតាមនាវីរត់ខែមិនសូវដែរឡើងគោកOh my god អ្នកនរគ្នាត្រឹមតែបាយ3ពេលទេអ្នកខ្លះខ្លែងធ្វើជាជនឆោបោកបាទដើម្បីតែបាយ3ពេលបាទហើយស្បែកជើងមកគូដូចគ្នាទេវាខុសតែមួយថ្លៃមួយថោកបាទអញ្ចឹង yeah បាទអូខេតទៀតរៀបពីត្រនំមកឆ្ងាយដល់រងបាយរងលុយចូលផ្ទាំង Don't make your mama cry គេតែកលអើយតែឃើញថ្ងៃរឹងអូអ្នកនរគ្នាបាទគឺថា album របស់ allergy នេះគឺវារៀង touching វា touch to my feeling តិចបាទគឺវារៀងស៊ីជម្រៅចាក់ដោតអារម្មណ៍ជាមួយនឹងខ្ញុំច្រើនតិចបាទនេះលាពីត្រនំមកឆ្ងាយបាទគឺដូចខ្ញុំអញ្ចឹងបាទខ្ញុំមិនមែនតែឆ្ងាយធម្មតាទេគឺឆ្ងាយជើងមេឃតែម្ដងបាទលាពីមកឆ្ងាយ
ដើររកបាយរកលុយចូលផ្ទះបាទអញ្ចឹងខ្ញុំលាពីតំណុំមកឆ្ងាយមែនតើមកដល់សហរដ្ឋអាមេរិកនេះដើម្បីអីដើម្បីតែជីវិតដើម្បីតែជីវភាពដើម្បីរកលុយបាទដើម្បីជួយផ្គត់ផ្គង់គ្រួសារដើម្បីជួយបាទឪពុកម្ដាយអីចឹងទៅបាទនេះហើយគឺការចាក់ចេញពីតំណុំរបស់ខ្ញុំអូខេខ្ញុំគិតថាមនុស្សភាគច្រើនគឺចឹងអ្នកទាំងអស់គ្នាក៏ចឹងដែរគឺយើងគ្មានអីសំខាន់ជាងការរលុយមកចិញ្ចឹមជីវិតមកជួយគ្រួសារមកជួយឪពុកម្ដាយទេឬហើយនឹងជួយខ្លួនឯងបាទអញ្ចឹងវាសំខាន់មែនតើអូខេតទៀតឆ្ងាយដារងបាយរងលុយចូលផ្ទាំង Don't make your mama cry គេតែក៏ល្អតែឃើញថ្ងៃរៀងកុំឲ្យទៅមិនដឹងទេបើឬវាស្នាវាមិនឈ្នះកុំឲ្យទៅមិនតអ្នកណាប្រធ្វើការចំណាយគ្រប់យ៉ាងកុំបន្ទោសអ្នកណាព្រោះយើងវាដូចថាកុំបន្ទោសអ្នកណាបាទគឺយើងត្រូវតែនេះទៅធ្វើទៅបាទខំប្រឹងធ្វើការរលុយចិញ្ចឹមខ្លួនឯងចិញ្ចឹមកាពះបាទដើម្បីបាយ3ពេលយើងកុំទៅធ្វើជាជនឆបោកលួចឆក់បាទប្លន់បាទធ្វើជាមនុស្សល្អទៅបាទវាអត់ប្របាទេបាទគ្រាន់តែយើងត្រូវប្រឹងធ្វើការដើម្បីអីរលុយមកចិញ្ចឹមខ្លួនឯងចិញ្ចឹមគ្រួសារអីចឹងទៅបាទវាសនាបាទយើងជាអ្នកកំណត់យើងជាអ្នកសម្រេចចិត្តខ្លួនឯងបាទអញ្ចឹងយើងមិនអាចបន្ទោសអ្នកណាបានទេបាទអូខេតទៀតវាសនាវាមិនឈ្នះកុំឲ្យទៅមិនតអ្នកណាប្រធ្វើការចំណាយគ្រប់យ៉ាងហើយតែចង់ដូចគេផ្សេងបាទសូម្បីតែមិនដូចគ្នាផងចូលហើយត្រូវមិនខ្លួនឯងជីវិតចែងយើងអ្នកផ្សងតែអ្នកថ្លៃដល់សងលើច្រើនរើការសនច្រើនដងជីវិតនេះគឺជាសំណួរសួរឆ្លើយដល់បងមួយជីវិតវ៉ាវអ្នកទាំងអស់គ្នាខ្ញុំវ៉ាវពេញចិត្តពាក្យនេះមែនតើបាទកុំគិតថាជីវិតធ្លាក់ដល់0បាទកុំគិតថាជីវិតធ្លាក់ដោយ0បាទព្រោះលុយច្រើនវាត្រូវការ0ច្រើនដងអានេះគឺគាត់ចង់ប្រៀបធៀបថាយើងកង្វល់ជីវិតយើងធ្លាក់ដល់0ប្រហែលដងព្រោះអីបើសិនជាយើងចង់បានលុយច្រើនយើងខ្លាចជាអ្នកមានណាគឺចង់មានលុយច្រើនក៏ត្រូវតែមានអា0ហ្នឹងវាច្រើនដងដែរបានលុយហ្នឹងវាអាចរាប់ថាជាចំនួនច្រើនបានបាទអញ្ចឹងវាមិនខុសអីនឹងជីវិតយើងទេដែលធ្លាក់ដល់0ដែលបរាជ័យហ្នឹងគឺលែកយើងកង្វល់បាទធ្លាក់ដល់0ប្រហែលដងក៏ដោយគេអាហ្នឹងងើបទៀតទៅបាទបាទនេះគឺជាការប្រៀបធៀបរបស់គាត់ណាថាយើងកង្វល់ថាជីវិតរបស់យើងធ្លាក់ដល់0ប្រហែលដងព្រោះបើយើងចង់មានលុយច្រើនណាក៏វាត្រូវការ0ច្រើនដងដែរដើម្បីរាប់ចំនួនលុយហ្នឹងឲ្យវាចេញបាទចេញជាលុយច្រើនអូខេបាទលុយមែនតើឡើយនេះការប្រៀបធៀបមួយនេះគឺឡើយយើងត្រូវតែយល់ឲ្យដល់គិតបាទតទៀតច្រើនរើការសនច្រើនដងជីវិតនេះគឺជាសំណួរសួរឆ្លើយដល់បងមួយជីវិតក៏នៅតែមិនបានទៅនិព្វានធ្វើបាបមួយអាទិត្យជីវិតដូចតែប្រាប់រត់ទៀនវាស្នេហ៍យ៉ាងខុសគ្នាវាមកបាខ្ញុំតែងតែបង្រៀនកុំមើងអ្នកក្រឲ្យធ្វើផ្ទះឲ្យអ្នកមានអ្នកត្រូវហ៊ានតាំងចិត្តខ្លួនឯងមុតជីវិតនេះរស័យក៏វាមានកម្លាំងកាយជាអាវុធអូហូបាទទេពិសិដ្ឋចេញមកគឺពាក្យពេចន៍របស់គាត់ក៏ចាក់ដោតដែរវ៉ាវប្រើគំនិតនេះកម្លាំងកាយគឺជាអាវុធបាទមួយជីវិតនេះរឿងស្អីក៏វាកើតមានដែរវាស្អីក៏កើតមានដែរវាកើតគ្រប់សពយើងជួបគ្រប់សពតែម្ដងប៉ុន្តែសំខាន់យើងនេះធ្វើចិត្តឲ្យរឹងមាំធ្វើកម្លាំងចិត្តកម្លាំងកាយឲ្យមោះមុតបាទគឺយើងត្រូវតែប្រឈមមុខរាល់គ្រប់បញ្ហាដែលកើតឡើងបាទអូខេoh my god I love the lyric bro បាទអ្នកត្រូវហ៊ានតាំងចិត្តខ្លួនឯងឲ្យមោះមុតអូខេមួយជីវិតនេះរឿងស្អីក៏វាមានបាទចង់និយាយចឹងមួយជីវិតនេះរឿងស្អីក៏វាមានតែគំនិតកម្លាំងកាយជាអាវុធខ្លួនទៅចង់លោឡាសវៀនយើងវាយវាដល់ទីបំផុតអ្នកអាចព្រាបបានជាទាហានថាអ្នកនឹងបានជួមកទោះពីបាយយ៉ាងណាក៏នៅប្រងគេមានយើងអត់បានត្រឹមសម្លឹងជីវិតដែលត្រូវមានក្តីសង្ឃឹមថ្ងៃមួយអ្នកនឹងមកគេចង់គ្រប់កលៀតគេច្រឡោះរឿងគ្រប់យ៉ាងខ្លាច
cho tôi chú vẫn im hiền lang miền cho cùng bóc băng nó một chấm hiền tiệt sao rồi phải បាទរឿងជីវិតនេះគឺវាមានឡើងមានចុះបាទការរកស៊ីការធ្វើការរឿងអីក៏ដោយគឺវាមានឡើងមានចុះបាទនៅយើងសំខាន់គឺយើងត្រូវតែតស៊ូយើងប្រឹងតិចទៀតកុំបោះបង់វានៅមួយចំហៀនទៀតសោះមួយចំហៀនហើយវាមួយចំហៀនទៀតសោះអញ្ចឹងយើងឆ្លងកាត់អាការប្របាក់ហ្នឹងហើយបើឆ្លងកាត់ម្ដងទៀតគុំអីបាទឆ្លងកាត់ម្ដងទៀតគុំអី10ដងទៀតគុំអីព្រោះយើងធ្លាប់ឆ្លងកាត់ហើយអញ្ចឹងសំខាន់គឺយើងត្រូវតែតាំងចិត្តក្លាហានអាមុះមុតទេប្រឈមមុខក្នុងការដោះស្រាយរាល់បញ្ហាដែលបានកើតឡើងអញ្ចឹងវាគ្មានអីខ្លាំងជាងខ្លួនយើងទេបាទគឺអ្វីដែលខ្លាំងជាងគេនោះគឺយើងខ្លួនឯងចិត្តយើងខ្លួនឯងតែម្ដងបាទគឺវាចេញពីយើងបាទអូខេតទៀត miền cho cùng bóc băng nó một chấm hiền tiệt sao rồi phải nhớ sẽ tầm miền nông nó បាទរាល់បញ្ហាគឺវាសិតតែមានដំណោះស្រាយអញ្ចឹងណាបាទអូខេត Yeahអ្នកខ្លះសុំរស់ធ្វើការបានតែហូបហើយនឹងគេងតែយើងមានសំណាងមានប៉ាម៉ាមើលថែតាំងពីក្មេងអ្នកខ្លះគ្មានសំណាងកំព្រាវេទនាជីវិតវង្វេង អូខេអ្នកទាំងអស់គ្នាព្រមលីខិតវ៉ាវបាទមួយបទនេះអូសឹងតែគ្រប់បទតែម្ដងបាទគ្រប់បទតែម្ដងគឺចាក់ដោតមែនតើបាទគឺទាំងអារម្មណ៍ទាំង lyrics ទាំង like experience of life បទពិសោធន៍ជីវិតដែលពួកគាត់ឆ្លងកាត់ម្នាក់ឆ្លងកាត់គឺគឺថា allergy គឺគាត់បាន mention មកវាសឹងតែអស់ហើយបាទអូខេព្រមលិខិតអញ្ចឹងអ្នកណាគឺជាព្រំលិខិតអ្នកណាកំណត់បាទថាមានទុកមានសោកមានទុកមានសបាយមានអីហ្នឹងគឺយើងមិនដឹងថាអ្នកណាទេប៉ុន្តែខ្ញុំគិតថាអ្វីដែលសំខាន់គឺខ្លួនយើងទេបាទអ្វីសំខាន់គឺលើយើងបាទជាអ្នកកំណត់ព្រំលិខិតជាអ្នកកំណត់វាសនារបស់យើងគឺជាអ្នកកំណត់គោលដៅខ្លួនយើងថាយើងចង់ខ្លាចជាអ្វីយើងខ្លួនឯងជាអ្នកកំណត់ថាយើងចង់ខ្លាចជាអ្វីយើងចង់ធ្វើអីយើងទៅជាអ្វីបាទអញ្ចឹងរាល់ការកំណត់របស់យើងគឺយើងនឹងបញ្ចេញសកម្មភាពយើងទៅធ្វើនឹងយើងចង់ខ្លាចជាអីយើងត្រូវតែបញ្ចេញសកម្មភាពទៅធ្វើរឿងហ្នឹងដើម្បីឲ្យដល់គោលដៅ Yes អូខេចឹងមានតែប៉ុណ្្នឹងដែរក្នុងបទនេះបាទសង្ឃឹមថាអ្នកនរគ្នាចូលចិត្ត comment មកថ្មីកុំភ្លេចចុច subscribe ជួបគ្នានៅវីដេអូក្រោយ Peace